ជំរាបសួរនាងខ្ញុំទូសុខុមាថ្ងៃនេះនាងខ្ញុំធ្វើបទបង្ហាញអំពីវិវាទរដ្ឋបាលចាការធ្វើបទបង្ហាញរបស់នាងខ្ញុំនេះគឺខ្ញុំធ្វើដោយshortcut ដោយសង្ខេបយ៉ាងខ្លីចានៅរឿងរដ្ឋបាលមួយដែលមានទំហំធំហើយជាច្រើនទំព័រច្រើនរយទំព័រយកមកសង្ខេបនៅក្នុងរយៈពេលដ៏ខ្លីមួយចាហើយមុនដំបូងខ្ញុំចង់ឲ្យយើងយល់អំពីពាក្យវិវាទរដ្ឋបាលចាវិវាទរដ្ឋបាលនេះគឺកើតចេញមកពីការប្រឆាំងជាមួយនឹងសេចក្តីសម្រេចរបស់រដ្ឋបាលហើយការដែលអាចប្រឆាំងជាមួយនឹងសេចក្តីសម្រេចរបស់រដ្ឋបាលបានលុះត្រាតែសេចក្តីសម្រេចរបស់រដ្ឋបាលនោះវាមានលក្ខណៈដូចជាទី1គឺសេចក្តីសម្រេចរបស់គាត់នឹងវាអនិច្ចានុគលបានន័យថាការសម្រេចរបស់គាត់នឹងមិនគោរពទៅតាមច្បាប់ដែលបានបញ្ញត្តិទី2គឺសេចក្តីសម្រេចរបស់គាត់នឹងអធម្មនិយភាពឬក៏គ្មានធម្មនិយភាពបានន័យថាសេចក្តីសម្រេចរបស់គាត់នឹងមិនគោរពទៅតាមរដ្ឋធម្មនុញ្ញចាមិនគោរពតាមរដ្ឋធម្មនុញ្ញហើយនឹងទី3នោះគឺសេចក្តីសម្រេចរបស់គាត់មានលក្ខណៈរំលោភអំណាចចាគាត់អាងតែគាត់មានអំណាចគាត់ចេញសេចក្តីសម្រេចមួយដោយមិនមើលទៅលើច្បាប់ឬក៏បទកថាគតិយុត្តទេគាត់មើលតែទៅលើអំណាចរបស់គាត់យកអំណាចរបស់គាត់យកមកចេញសេចក្តីសម្រេចចាយកមកចេញសេចក្តីសម្រេចអញ្ចឹងសេចក្តីសម្រេចដែលមានលក្ខណៈវានៅមានលក្ខណៈតូចៗជាច្រើនតែខ្ញុំលើកយកតែលក្ខណៈធំ3នឹងមកនិយាយចាអញ្ចឹងដែលមានលក្ខណៈដែលបានលើកឡើងហ្នឹងបុគ្គលដែលគាត់បាត់បង់ប្រយោជន៍ដោយសារតែសេចក្តីសម្រេចហ្នឹងគាត់មានសិទ្ធិក្នុងការប្តឹងចាឲ្យបណ្ដឹងតកតងនឹងសេចក្តីសម្រេចនេះដើម្បីលុបសេចក្តីសម្រេចហ្នឹងដើម្បីមកភាពសេចក្តីសម្រេចហ្នឹងឬក៏ដើម្បីនិរាករសេចក្តីសម្រេចហ្នឹងគឺជាបណ្ដឹងរដ្ឋបាលចាបណ្ដឹងរដ្ឋបាលចាអញ្ចឹងចូលមកវិញគឺខ្ញុំចង់ឲ្យយើងស្គាល់នៅសញ្ញាណខ្លះពីវិវាទរដ្ឋបាលហើយពីការកកើតនៃវិវាទរដ្ឋបាលនៅក្នុងប្រជាណាចក្រកម្ពុជាចានៅក្នុងប្រជាណាចក្រកម្ពុជាវិវាទរដ្ឋបាលនេះជាទូទៅការដោះស្រាយវិវាទរដ្ឋបាលនេះគឺតម្រូវឲ្យយើងមានការដោះស្រាយនៅក្នុងស្ថាប័នជាមុនសិនចាស្ថាប័នជាមុនសិនមុននឹងយើងឈានចូលទៅដល់ប្រព័ន្ធតុលាការបាននេះឲ្យដោះស្រាយលក្ខណៈរដ្ឋបាលមុននឹងឈានទៅដល់ប្រព័ន្ធតុលាការចាបើយើងនិយាយពីសញ្ញាណដំបូងចាសញ្ញាណដំបូងនៃវិវាទរដ្ឋបាលដែលយើងចាប់ផ្ដើមមានសាលាក្តីដោះស្រាយរឿងវិវាទរដ្ឋបាលនេះចាគឺមានដំបូងគេគឺយើងបង្កើតនៅសាលាក្រមវិវាទដំបូងចាគេដាក់ឈ្មោះថាសាលាក្រមវិវាទដំបូងគឺកើតនៅក្នុងឆ្នាំ1901ចាយើងនឹងថានៅក្នុងឆ្នាំហ្នឹងគឺខ្មែរយើងស្ថិតនៅក្រោមអាណានិគមនិយមបារាំងចានៅក្នុងឆ្នាំ1901នេះចាការបង្កើតសាលាក្រមវិវាទដំបូងនេះគឺយើងដោះស្រាយតែរឿងមួយទេចាតែរឿងមួយទេគឺរឿងបោះឆ្នោតជ្រើសរើសឃុំចាបោះឆ្នោតជ្រើសរើសឃុំយើងដឹងថាបារាំងបានយកប្រព័ន្ធច្បាប់ Civil Law យកមកឲ្យខ្មែរអនុវត្តហើយប្រព័ន្ធច្បាប់ Civil Law នេះតើតែមានបញ្ញត្តិទើបមានការកាត់មានការកាត់សេចក្តីមានការដោះស្រាយចាអញ្ចឹងសាលានេះគឺដោះស្រាយតែរឿងមួយទេការនៅក្នុងឆ្នាំ1901នេះគឺដោះស្រាយតែរឿងមួយទេដែលពាក់ព័ន្ធនឹងវិវាទរដ្ឋបាលនេះគឺរឿងបោះឆ្នោតថ្នាក់ឃុំចាថ្នាក់ឃុំដល់ឆ្នាំ1933ចា1933ទើបសាលាក្រមវិវាទដំបូងនេះបានអភិវឌ្ឍខ្លួននៅក្នុងការដោះស្រាយរឿងវិវាទរដ្ឋបាលនេះបន្ថែមពីលើការបោះឆ្នោតជ្រើសរើសឃុំនេះនៅរឿងមួយចំនួនទៀតដូចជាការចេញសេចក្តីសម្រេចរដ្ឋបាលនឹងរំលោភអំណាចរំលោភអំណាចក៏ត្រូវបានយកមកដោះស្រាយផងដែរបើសិនជាមានវិវាទមានបណ្ដឹងកើតឡើងគឺត្រូវបានយកមកដោះស្រាយនៅសាលា
ក្រុមវិវាទដំបូងចាហើយមានរឿងការចេញសេចក្តីសម្រេចរបស់រដ្ឋបាលនេះគឺប៉ះពាល់ដល់ធាតុនិស្សិតនគរបានន័យថាអនិច្ចានគរឬក៏ការចេញហ្នឹងវាមានបញ្ហាទៅលើនិស្សិតនគរចាទី3នោះបន្ថែមពីលើនឹងទៅទៀតនោះគឺការដោះស្រាយវិវាទរដ្ឋបាលនោះពាក់ព័ន្ធជាមួយនឹងលក្ខន្តិកៈមន្ត្រីស៊ីវិលចាមន្ត្រីស៊ីវិលហើយនៅក្នុងឆ្នាំ1948សាលាក្រមដំបងអីសាលាក្រមវិវាទដំបងនេះបានអភិវឌ្ឍបន្ថែមទៀតគឺដោះស្រាយនៅរឿងវិវាទរដ្ឋបាលខាងលើហ្នឹងដែលមានមកដល់ឆ្នាំ1933ហ្នឹងបន្ថែមលើការទទួលខុសត្រូវរបស់រដ្ឋបាលនៅក្នុងការសំណងដល់ប្រជាពលរដ្ឋកាលណាការចេញសេចក្តីសម្រេចនៃវិវាទរដ្ឋបាលនេះធ្វើឲ្យប៉ះពាល់ប្រយោជន៍ចាធ្វើឲ្យប៉ះពាល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនោះចាធ្វើឲ្យប៉ះពាល់ប្រយោជន៍ដល់ប្រជាពលរដ្ឋអញ្ចឹងបើមានបណ្ដឹងរដ្ឋបាលហើយគេរកឃើញថាវាមានជាសនកម្មទៅលើប្រជាពលរដ្ឋអញ្ចឹងគេទាមទារឲ្យរដ្ឋបាលមានការទទួលខុសត្រូវនៅក្នុងការសំណងចំពោះការខូចខាតដល់ប្រជាពលរដ្ឋដោយសារតែសេចក្តីសម្រេចរដ្ឋបាលមានលក្ខណៈរំលោភអំណាចអនិច្ចានគរឬក៏វាមានលក្ខណៈមិនគោរពទៅតាមលក្ខន្តិកៈមន្ត្រីស៊ីវិលចានៅក្នុងឆ្នាំ1948ដដែលហ្នឹងចាបន្ថែមទៅលើការពិនិត្យចាឲ្យមានការទទួលខុសត្រូវសំណងនោះគឺយើងឃើញថាវាមានការសម្រេចចុងក្រោយសេចក្តីសម្រេចចុងក្រោយតកតងនឹងរឿងវិវាទរដ្ឋបាលនេះគឺជាសេចក្តីសម្រេចរបស់យុត្តាធិការថ្នាក់ឧទ្ធរចាអញ្ចឹងសាលាក្រមវិវាទដំបងនឹងដោះស្រាយចេញសេចក្តីសម្រេចគេអាចប្តឹងតទៅយុត្តាធិការថ្នាក់ឧទ្ធរបើគាត់មិនពេញចិត្តនៅការដោះស្រាយរដ្ឋបាលបឋមនឹងទេអញ្ចឹងគាត់អាចប្តឹងតទៅឲ្យមានការដោះស្រាយនៅបែបជាយុត្តាធិការនៅថ្នាក់ឧទ្ធរចាមានន័យថាដូចជាសាលាដំបងសាលាតូចអញ្ចឹងចាគឺគាត់ពេញចិត្តនៅសេចក្តីសម្រេចរដ្ឋបាលនឹងទេគាត់អាចបន្តទៅការប្តឹងទៅយុត្តាធិការថ្នាក់ឧទ្ធរនៅក្នុងឆ្នាំ1957ចាឆ្នាំ1957យើងឃើញថាវាដូចតែឆ្នាំ1948ដែរប៉ុន្តែត្រង់ថាការសម្រេចចុងក្រោយសេចក្តីសម្រេចចុងក្រោយនៃវិវាទរដ្ឋបាលនេះគឺជាសេចក្តីសម្រេចរបស់ក្រមប្រឹក្សារដ្ឋចាអញ្ចឹងវាឈានដល់ដំណាក់កាលទី3ហើយពីសាលាវិវាទដំបងពីសាលាក្រមវិវាទដំបងមកយុត្តាធិការថ្នាក់ឧទ្ធរមកក្រមប្រឹក្សារដ្ឋចាអញ្ចឹងវា3កលៈដូចដំបងឧទ្ធរកំពូលអញ្ចឹងចាក្រមប្រឹក្សារដ្ឋនេះប្រៀបបានដូចតុលាការកំពូលអញ្ចឹងចាដល់របបលន់នល់ចារបបលន់នល់ឬក៏សម័យកម្ពុជាប្រជាធិបតេយ្យនេះគឺយើងឃើញថារចនាសម្ព័ន្ធទាំងនោះវាត្រូវបានធ្លាក់ដល់0ចាធ្លាក់ដល់កម្រិត0រហូតមកទល់ឆ្នាំ1993ចាឆ្នាំ1993ដែលជាប្រជាណាចក្រកម្ពុជាទី2នេះយើងឃើញថាសមត្ថកិច្ចតែមួយជាសមត្ថកិច្ចតុលាការបាននេះថាតុលាការគាត់មានសមត្ថកិច្ចនៅក្នុងការដោះស្រាយគ្រប់រឿងក្តីទាំងរឿងរដ្ឋប្រវេណីព្រហ្មទណ្ឌនិងរឿងរដ្ឋបាលអញ្ចឹងបានន័យថារឿងរដ្ឋបាលនេះត្រូវឆ្លងកាត់ការដោះស្រាយនៅក្នុងប្រព័ន្ធតុលាការបើមិនជាយើងដោះស្រាយតាមយុត្តាធិការចាហើយប្រព័ន្ធតុលាការនៅកម្ពុជានេះគឺមានសាលាដំបងសាលាតូនិងតុលាការកំពូលចាតុលាការកំពូលយើងងាកមើលថាតើប្រភពចាប្រភពតែនាំឲ្យមានវិវាទចាវិវាទរដ្ឋបាលនេះគឺប្រភពណាខ្លះគេពិនិត្យទៅមើលប្រភពណាខ្លះចាមិនមែនថាខុសពីហ្នឹងគឺมันអាចចាត់ទុកថាជារឿងវិវាទរដ្ឋបាលទេចាអញ្ចឹងប្រភពទី1យើងដឹងថាវិវាទរដ្ឋបាលគឺកើតចេញពី
សេចក្តីសម្រេចរបស់រដ្ឋបាលចាសេចក្តីសម្រេចរបស់រដ្ឋបាលដែលសេចក្តីសម្រេចរបស់រដ្ឋបាលហ្នឹងទី1មិនគោរពតាមរដ្ឋធម្មនុញ្ញអញ្ចឹងប្រភពរបស់វាទី1គឺរដ្ឋធម្មនុញ្ញគេទៅមើលរដ្ឋធម្មនុញ្ញតើគាត់ចេញសេចក្តីសម្រេចហ្នឹងគោរពតាមរដ្ឋធម្មនុញ្ញហើយនៅទី2គឺច្បាប់ធម្មនុញ្ញភាពបានន័យថារដ្ឋធម្មនុញ្ញមាត្រាខ្លះត្រូវបានគេរុះរើឬក៏គេវិសោធនកម្មនោះចាវិសោធនកម្មនោះមហារដ្ឋធម្មនុញ្ញយើងគឺឆ្នាំ1993អញ្ចឹងនៅឆ្នាំ1996គេធ្វើវិសោធនកម្មឬក៏រុះរើនៅមាត្រាមួយចំនួនអញ្ចឹងគេហៅថាច្បាប់រដ្ឋធម្មនុញ្ញចាអញ្ចឹងគោរពមាត្រាដែលគេរុះរើឬក៏គេវិសោធនកម្មនោះហើយឬនៅចាតមកទៀតថាតើសេចក្តីសម្រេចរបស់គាត់នឹងគោរពទៅតាមច្បាប់អង្គការហើយនៅចាគោរពតាមច្បាប់តាមសហលក្ខន្តិកៈមន្ត្រីរាជការមន្ត្រីស៊ីវិលហើយនៅចាតាមច្បាប់ធម្មតាតាមក្រឹតតាមក្រឹតច្បាប់ហើយឬនៅចាក្រឹតច្បាប់នេះគឺយើងនិយាយពីសេចក្តីសម្រេចចាជាច្បាប់ដែលចេញដោយប្រមុខរដ្ឋចាក្រឹតច្បាប់គឺចេញដោយប្រមុខរដ្ឋចាដែលកាលណាគេពិនិត្យទៅលើលក្ខណៈដែលខ្ញុំបានលើកឡើងនៅរដ្ឋធម្មនុញ្ញច្បាប់រដ្ឋធម្មនុញ្ញច្បាប់អង្គការលក្ខន្តិកៈចាច្បាប់ធម្មតាក្រឹតច្បាប់ចាគឺសេចក្តីសម្រេចនោះបើគោរពទៅតាមចំណុចទាំងនោះវាអត់មានវិវាទរដ្ឋបាលទេបើគាត់មើលទៅតាមហ្នឹងគឺអត់មានវិវាទរដ្ឋបាលទេតែបើគាត់ធ្វើឲ្យខុសពីហ្នឹងវានឹងคล้ายទៅជាវិវាទរដ្ឋបាលបើសិនជាបុគ្គលដែលរងផលប៉ះពាល់នោះគាត់ដឹងចាគាត់ដឹងពាក់ព័ន្ធជាមួយនឹងសេចក្តីសម្រេចនោះអញ្ចឹងសេចក្តីសម្រេចដែលដោតទៅលើស្គោបហ្នឹងវាคล้ายទៅជាសេចក្តីសម្រេចមួយដែលមានលក្ខណៈអនិច្ចានុគោលឬក៏មានលក្ខណៈអធម្មនិយភាពឬមួយក៏គាត់មិនមើលអាហ្នឹងដោយសារគាត់ប្រើអំណាចរបស់គាត់នៅក្នុងស្ថាប័នមួយអញ្ចឹងគឺសេចក្តីសម្រេចហ្នឹងគឺជាសេចក្តីសម្រេចដែលរំលោភអំណាចចារំលោភអំណាចអញ្ចឹងសេចក្តីសម្រេចប្រភេទទាំងហ្នឹងគឺបុគ្គលដែលរងឥទ្ធិពលនៃសេចក្តីសម្រេចហ្នឹងធ្វើឲ្យខាតប្រយោជន៍គាត់មានសិទ្ធិប្តឹងហើយបណ្ដឹងរបស់គាត់គឺជាបណ្ដឹងក្នុងរឿងវិវាទរដ្ឋបាលចាខ្ញុំសូមបើកមុខកញ្ចក់បន្តិចថាសេចក្តីសម្រេចរបស់រដ្ឋបាលនេះគឺវាមានជាសេចក្តីសម្រេចរបស់ថ្នាក់ជាតិថ្នាក់ក្រោមជាតិនិងសេចក្តីសម្រេចរបស់តុលាការចាអញ្ចឹងសេចក្តីសម្រេចរដ្ឋបាលដែលអាចប្តឹងផ្តល់បាននោះមានសេចក្តីសម្រេចថ្នាក់ជាតិថ្នាក់ក្រោមជាតិនិងតុលាការសេចក្តីសម្រេចទាំងនោះវាអាចជាសេចក្តីសម្រេចដែលប៉ះពាល់ដល់បុគ្គលឬក៏ប៉ះពាល់ដល់ក្រុមហ៊ុនចាដូចជាឧបមាថាឥឡូវសេចក្តីសម្រេចរបស់គាត់អាងទៅគាត់ជាប្រធានស្ថាប័នមួយចារាល់សេចក្តីសម្រេចទាំងនោះវាមានលក្ខណៈជាឯកតោភាគីចាបើសិនជាសេចក្តីសម្រេចឯកតោភាគីគោរពទៅតាមច្បាប់មិនរំលោភអំណាចអូខេអត់មានបញ្ហាវិវាទកើតឡើងទេប៉ុន្តែបើសេចក្តីសម្រេចគាត់គឺជាសេចក្តីសម្រេចដែលមិនគោរពតាមច្បាប់ហើយដែលក៏ប្រើអំណាចគ្រប់ដណ្ដប់លើនោះធ្វើឲ្យមានប៉ះពាល់គឺវានឹងកើតមាននៅវិវាទចាកើតមាននៅវិវាទកាលណាវាមានការបណ្ដឹងបើសិនជាបុគ្គលដែលរងគ្រោះនោះមិនប្តឹងក៏វាអត់កើតមានវិវាទដែរតែបើគាត់ប្តឹងវិវាទដែលតាក់ទងនឹងគេយកមកពិនិត្យមើលគឺជាវិវាទរដ្ឋបាលចាវិវាទរដ្ឋបាលចាតាក់ទងជាមួយនឹងនីតិវិធីនៅក្នុងវិវាទរដ្ឋបាលនឹងផងដែរចានីតិវិធីក្នុងវិវាទរដ្ឋបាលនឹងដែរគឺគេអាចប្រើនីតិវិធី3ក្នុងហ្នឹងទី1គឺគេប្រើយុត្តិសាស្ត្រមានន័យថាបើសិនជារឿងវិវាទរដ្ឋបាលនឹងធ្លាប់កើតហើយចាធ្លាប់កើតហើយត្រូវបានដោះស្រាយនឹងបានទទួលយករួចហើយអញ្ចឹងបើអ្នកក្រោយមកកើតមកដូចគ្នាគេអាចយកអានឹងមកឲ្យអ្នកក្រោយនឹងទទួលយកតាមទី2គឺគេប្រើតាមរបៀបឧបស្រ័យរដ្ឋបាលចាឧបស្រ័យរដ្ឋបាលដែលឧបស្រ័យរដ្ឋបាលមានលក្ខណៈដូចជាការចរចា
ចាការចរចាឬក៏សន្ធានកម្មចាឬក៏សន្ធានកម្មមានន័យថាមានការចរចាដំបូងសិនជាទូទៅរឿងវិវាទរដ្ឋបាលគឺត្រូវតែឆ្លងកាត់នៅឧបាស្រ័យរដ្ឋបាលជាមុនសិនឬក៏គេហៅម្យ៉ាងទៀតថាឧបាស្រ័យបឋមរដ្ឋបាលឧបាស្រ័យបឋមរដ្ឋបាលចាគឺត្រូវដោះស្រាយរឿងនឹងជាមុនសិនហើយការដោះស្រាយហ្នឹងយើងអាចដោះស្រាយដោយប្រើរបៀបជាមនោចេតនានៅក្នុងស្ថាប័ននីមួយៗឬក៏រវាងថ្នាក់ដឹកនាំចាហើយតើអាចទទួលយកបានឬក៏មិនទទួលយកបានចាបើសិនជាមិនទទួលយកបានទេទើបបានគេប្រើនីតិវិធីមួយទៀតចុងក្រោយគឺគេប្រើយុត្តាធិការអឺឧបាស្រ័យយុត្តាធិការចាឧបាស្រ័យយុត្តាធិការជាចុងក្រោយចាឧបាស្រ័យយុត្តាធិការនេះបានន័យថាគឺជាបណ្ដឹងរដ្ឋបាលដែលយើងចង្អុលបង្ហាញពីកំហុសនៃច្បាប់ចាពាក់ព័ន្ធជាមួយនឹងអនុជានុគោលអធម្មនិយភាពឬក៏ការរំលោភអំណាចចារំលោភអំណាចសិតតែមានបញ្ញត្តិក្នុងច្បាប់ហើយយើងអាចចង្អុលបង្ហាញទៅលើច្បាប់ទាំងនោះដើម្បីយកមកធ្វើការដោះស្រាយចាយកធ្វើការដោះស្រាយចាហើយយើងឃើញថាការដោះស្រាយតកតងនឹងវិវាទរដ្ឋបាលនេះយើងអាចប្រើជាយុទ្ធសាស្ត្រយើងអាចប្រើជាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការយើងអាចដោះស្រាយជាវិវាទនៅក្នុងប្រព័ន្ធតុលាការចាបើយើងនិយាយថាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនោះវាមានជាការចរចាវាមានជាសន្ធានកម្មនិងមានជាបច្ចេកការចាបើយើងនិយាយពីការចរចានិងសន្ធានកម្មនោះវាគេអាចយកមកអនុវត្តនៅក្នុងឧបាស្រ័យរដ្ឋបាលចាឧបាស្រ័យរដ្ឋបាលហើយបច្ចេកការនោះគឺយើងយកច្បាប់យើងយកបង្ហាញច្បាប់តែម្ដងអញ្ចឹងវាមានលក្ខណៈជាឧបាស្រ័យយុត្តាធិការចាហើយនឹងយើងប្រើយុត្តាធិការឬក៏យើងប្រើជារឿងរដ្ឋបាលគេតែងតែភ្ជាប់ជាមួយនឹងពាក្យថាឧបាស្រ័យយុត្តាធិការចាគឺការពិនិត្យឡើងវិញនៅរាល់សេចក្តីសម្រេចតើវាស្របទៅតាមច្បាប់ឬអត់នៅក្នុងប្រព័ន្ធតុលាការចាក្នុងប្រព័ន្ធតុលាការអញ្ចឹងតកតងជាមួយនឹងការបកស្រាយយ៉ាងខ្លីនៃវិវាទរដ្ឋបាលរបស់ខ្ញុំនៅពេលនេះគឺសូមបញ្ចប់ត្រឹមប៉ុណ្្នឹងចាសូមអរគុណសូមជម្រាបលា